ម្ហូបថ្មីមកទៀតហើយអ្នកទាំងអស់គ្នាអូយមុខម្ហូបពេលព្រឹកនេះគឺធានាថាប្លែកហើយរសជាតិគេគឺឆ្ងាញ់ខ្លាំងមែនតើបាយព្រឹកលើកនេះមានឈ្មោះថាបាយត្រីងៀតអ្នកទាំងអស់គ្នាប៉ុន្តែបាយត្រីងៀតលក្ខណៈទំនើបអូយដូចអ្នកទាំងអស់គ្នាឃើញរូបរាងគេអញ្ចឹងគឺប្លែកមែនតើគេមានទាំងបាយមានទាំងល្បាយនៅក្នុងហ្នឹងអូយខ្ញុំសុំឲ្យល្បាយហ្មងទៅប៉ុន្តែចង់ប្រាប់ថារសជាតិគេគឺឆ្ងាញ់ខ្លាំងណាស់អ្នកទាំងអស់គ្នាខ្ញុំចូលចិត្តខ្លាំងមែនតើជាមួយនឹងអាហារពេលព្រឹកគឺប្រភេទបាយលាយជាមួយនឹងសាច់ត្រីងៀតហើយថែមជាមួយនឹងស្វាយថែមជាមួយនឹងអីទាំងអស់ហ្នឹងគឺកាន់តែឆ្ងាញ់ហើយនេះគឺជាត្រេងនៅភោជនីយដ្ឋានបាយ័ននិយាយទៅនៅហ្នឹងគឺគេមានគ្រប់សពបែបយ៉ាងមកមិនថាម្ហូបពេលព្រឹកត្រេងក៏ដូចជាអាហារពេលថ្ងៃគឺមានច្រើនខ្លាំងឥឡូវនេះយើងចូលមកកាន់ម្ហូបពេលថ្ងៃរបស់យើងហើយអ្នកទាំងអស់គ្នាអូមានរហូតដល់3មុខខ្លួនមួយទេតែញ៉ាំរៀងច្រើនទេពុកម៉ែបងប្អូនឯងក៏អត់ដឹងទៅញ៉ាំអីនៅណាពេលថ្ងៃអីអត់ដឹងញ៉ាំម្ហូបអីទេមកញ៉ាំទៅភោជនីយដ្ឋានបាយ័នមកអ្នកទាំងអស់គ្នាដោយសារនៅនឹងគឺគេមានម្ហូបកំងច្រើនខ្លាំងមែនតើមិនថាប្រភេទម្ហូបខ្មែរម្ហូបអឺរ៉ុបឬក៏ម្ហូបអីផ្សេងៗគឺនៅនឹងគេមានគ្រប់មុខហ្មងមើលមុខម្ហូបនៅលើតុរបស់ខ្ញុំវិញខ្ញុំមានចំនួន3មុខមានជាមួយនឹងឆាគ្រឿងសាច់គោមានជាមួយនឹងកង្កែបប៉ារ៉ាបូករួមជាមួយនឹងស្ងោរប្រហិតត្រីស្ងោរប្រហិតត្រីគឺជា favorite ម្ហូបរបស់ខ្ញុំអ្នកទាំងអស់គ្នាខ្ញុំមកសាញ៉ាំអាហារនៅភោជនីយដ្ឋានបាយ័នខ្លាំងមែនតើអ្នកទាំងអស់គ្នាដោយសារនៅនឹងគេមានមុខម្ហូបច្រើនមិនថាម្ហូបពេលព្រឹកម្ហូបពេលថ្ងៃហើយជាពិសេសនៅនឹងគេមានភេសជ្ជៈគ្រប់មុខដូចគ្នាទៅមកនឹងតែម្ដងគឺចំណេញដោយសារនៅនឹងគេមានគ្រប់មុខក៏ដូចត្រេងដូចអីមានទាំងប្រភេទកាហ្វេប្រភេទ passion ប្រភេទសូដាប្រភេទអីទាំងអស់ទៅគឺមានគ្រប់សពបែបយ៉ាងនៅភោជនីយដ្ឋានបាយ័នហើយនៅហ្នឹងគឺមានរបស់របរច្រើនជាងនឹងទៀតដែលសុទ្ធតែជាផលិតផលនៅក្នុងភោជនីយដ្ឋានបាយ័នផ្ទាល់ហ្មងដែលពួកគាត់ធ្វើដោយដៃខ្លួនឯងផ្ទាល់ហ្មងណាអត់បានយកចេញមកពីខាងក្រៅអីទេគឺពួកគាត់ធ្វើខ្លួនឯងតពីញ៉ាំម្ហូបហើយខ្ញុំក៏ចង់ដឹងដែរថានៅភោជនីយដ្ឋានបាយ័នណាគេលក់ម្ហូបគេដាច់ជាងគេអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមទៅសួរបងបុគ្គលិកបន្តិចបងថ្ងៃហ្នឹងខ្ញុំចង់សួរបងបន្តិចថាបងធ្វើការនៅភោជនីយដ្ឋានបាយ័នហ្នឹងនៅសាខាណាដែរខ្ញុំធ្វើការនៅបាយ័នសែនសុខបងអូហើយបងធ្វើការរយៈពេលមួយឆ្នាំហ្មងតាំងចូលបានទៅ8ខែខ្ញុំថាសាខាមុខខ្ញុំជួបគេរឿងខែឆ្លៃឆ្នាំហ្នឹងជួបឆ្នាំឆ្លៃខែវិញផ្ទៃគ្នាចឹងផ្ទៃគ្នាអូខេចាំមួយទៀតចង់ដឹងថានៅក្នុងភោជនីយដ្ឋានហ្នឹងបងគាត់ថាម្ហូបណាដែលលោកតាគេប្រចាំថាពេលច្រើនខ្ញុំកណ្ដាលគាត់ចូលចិត្តញ៉ាំកហូតថ្នោតបងថ្នោតហើយភេទសាឡូខ្មែរយើងគាត់ចូលចិត្តញ៉ាំច្រើនចានិយាយទៅគិតទៅរបៀបចំណុចពិសេសរបស់ភោជនីយដ្ឋានបាយ័នគឺម្ហូបខ្មែរហ្មងឃើញថាគ្រប់សាខាគឺលោកដាច់ជាងគេគឺម្ហូបខ្មែរហ្មងថាហ្មងមិនថាគោពងទាជាត្រីប្រមាអីគឺសុទ្ធតែលោកដាច់មុខម្ហូបប្រចាំហាងហ្មងអញ្ចឹងបើសិនតែអ្នកនរគ្នាចង់ញ៉ាំជាមួយនឹងម្ហូបខ្មែរមានរសជាតិឆ្ងាញ់កុំភ្លេចមកញ៉ាំនៅភោជនីយដ្ឋានបាយ័នទាំងអស់គ្នាណា